Rương Ả Rập Prey Stâng ạch miên nay sầm đào lơ rương preng bồ rán, rương nị tiên khmoi prư pruit đã tẹt tông nâng chùm nưa lơ ạt cầm băng mà tật mà đầy mùi. Tụ bay chỉ khmiên ạt bọt bát lo không cùng piประชุม rương preng khmai đã miên chùm nong chương trong bài ní cỏ đòi, vận tái sạch rương đã tẹt tông nâng Ả Rập tất nâng Ả Rập Prey cứ chiaประเทศบอดดอกเป็นนิยมkhông chùm nong nẹ nị tiên rương khmai. ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃរឿងនិទានបែបព្រេងបុរាណដែលតាក់ទងនឹងអារក្សទឹកនិងអារក្សព្រៃដែលជារឿយត្រូវបានគេហៅថាជាអារក្សព្រៃស្ទឹង 1. សេចក្តីផ្ដើម កាលពីព្រេងនាយមានតំបន់ព្រៃភ្នំមួយដ៏ស្ងាត់ជ្រងដែលមានស្ទឹងធំមួយហូរកាត់ 1. 2. អ្នកស្រុកនៅទីនោះមានជំនឿខ្លាំងទៅលើអារក្សព្រៃស្ទឹងដែលជាវិញ្ញាណស័ក្តិសិទ្ធិថែរក្សាព្រៃឈើនិងប្រភពទឹក 1. 3. អ្នកដែលចូលទៅកាប់ឈើឬបរបាញ់សត្វក្នុងតំបន់នោះត្រូវតែធ្វើពិធីសែនព្រេនសុំការអនុញ្ញាតបើមិនដូច្នោះទេនឹងត្រូវជួបគ្រោះថ្នាក់ 1. 2. សាច់រឿង មានបុរសពីរនាក់ជាមិត្តសម្លាញ់នឹងគ្នាបាននាំគ្នាចូលទៅក្នុងព្រៃជ្រៅនោះដើម្បីរកអនុផលព្រៃឈើក្នុងចំណោមអ្នកទាំងពីរម្នាក់ជាមនុស្សគោរពជំនឿចំណែកម្នាក់ទៀតជាមនុស្សអួតអាងនិងមិនជឿលើរឿងអរូបីឡើយ 1. ពេលទៅដល់មាត់ស្ទឹងដែលមានទឹកថ្លាយ៉ាងស្អាតបុរសដែលអួតអាងបានពោលពាក្យប្រមាថទៅលើម្ចាស់ទឹកម្ចាស់ដីនិងបានធ្វើសកម្មភាពមិនសមរម្យដូចជាការបោះកាកសំណល់ចូលទឹកនិងកាប់បំផ្លាញដើមឈើធំដោយគ្មានការសុំច្បាប់បុរសជាមិត្តបានខាត់ខាំងប៉ុន្តែគេមិនស្ដាប់ឡើយ នៅពេលយប់មកដល់ខណៈដែលពួកគេកំពុងសម្រាកក្បែរមាត់ស្ទឹងស្រាប់តែមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងហើយទឹកស្ទឹងចាប់ផ្ដើមឡើងក្រហមច្រារូបរាងដ៏គួរឲ្យខ្លាចរបស់អារក្សព្រៃស្ទឹងបានលេចឡើងមកមួយ អារក្សនោះបានខឹងសម្បារយ៉ាងខ្លាំងចំពោះបុរសដែលបានប្រមាថនិងបំផ្លាញធម្មជាតិ 3. ការបញ្ចប់ បុរសដែលគោរពជំនឿបានលុតជង្គង់សុំខ្មោចអារក្សឲ្យអត់ទោសឲ្យមិត្តរបស់ខ្លួនប៉ុន្តែអារក្សបានដាក់ទោសបុរសអួតអាងនោះឲ្យវង្វេងក្នុងព្រៃឬធ្លាក់ខ្លួនឈឺជាទម្ងន់ 1 3 4 5 ចំណែកបុរសដែលដឹងខុសត្រូវនិងគោរពធម្មជាតិត្រូវបានអារក្សបង្ហាញផ្លូវឲ្យចេញពីព្រៃដោយសុវត្ថិភាពរួមទាំងប្រគល់វត្ថុមានតម្លៃមួយចំនួនជាការតបស្នងចំពោះសេចក្តីល្អ អត្ថន័យអប់រំក្នុងរឿង 1. ការគោរពធម្មជាតិបង្រៀនឲ្យមនុស្សចេះស្រឡាញ់និងការពារព្រៃឈើស្ទឹងបឹងបួ 1 3 2. ជំនឿនិងទំនៀមទម្លាប់បង្ហាញពីការឲ្យតម្លៃលើម្ចាស់ទឹកម្ចាស់ដីដែលជាផ្នែកមួយនៃវប្បធម៌ខ្មែរ 1 3. ផលវិបាកនៃពាក្យសម្ដីកុំឲ្យមនុស្សនិយាយពាក្យប្រមាថមើលងាយឬអួតអាងជ្រុលហួសហេតុក្នុងកន្លែងស័ក្តិសិទ្ធិ